ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមេភ្លៀងនឹងខ្ញុំនេះភ្លៀង2ថ្ងៃហើយដល់ពេលអញ្ចឹងមន់ក្តៅខ្លួនខ្ញុំស្ទាបមិញចាប់ស្ទាបចង់មកធ្វើវីដេអូមួយតាក់ទងទៅនឹងបងប្អូនយើងអ្នកដែលចិញ្ចឹមបាក់សីកីឡាបើសិនជាខែនេះបងប្អូនណាខែភាសាចេះយើងឡើងស្ទាបមន់ពីថ្ងៃអីយើងស្ទាបទៅឬក៏យើងតាមដានមន់ណាដែលវាអត់សូវស៊ីចំណីស៊ីអីយើងតាមមើលដូចមន់យកអានេះអត់មានកេទេនេះអត់មានកេអញ្ចឹងខ្ញុំស្ទាបមើលទៅវាក្តៅខ្លួនហើយបើសិនជាក្តៅខ្លួនក្នុងករណីក្តៅខ្លួនគឺខ្ញុំមានឆ្នាំពីនេះណាតែសាំងបូកសេនេះយើងដាក់ 0.3 ហើយឡាំងកោស្ពេចនេះរោទឹកសជាងមកណាឡាំងកោស្ពេច logo ទឹកសជាងមកអានេះយើងដាក់ 0.5 មកហើយសម្រាប់ខ្ញុំគឺខ្ញុំបូមហើយចេះប៉ុន្តែយើងអត់សូវហ៊ានបង្ហាញទេដោយសារតែយើងបង្ហាញក្នុងកាមេរ៉ាពេកក្រុមហ៊ុនវាបែនវីដេអូហើយសារ៉ាមួយនេះគឺឡាំល្អមែនតើបងប្អូនគីឡូ28អានេះខ្ញុំថៃលេងខ្លួនឯងប៉ុន្តែឥឡូវវាក្តៅខ្លួនវាអត់ទាន់ធ្ងន់ធ្ងរទេគាត់វាក្តៅខ្លួនអញ្ចឹងយើងព្យាបាលវាហើយសម្រាប់បងប្អូនយើងអ្នកដែលស្រឡាញ់បាក់សីកីឡាយើងតែមានបច្ចេកទេសចាក់ថ្នាំរៀងខ្លួនបើខ្ញុំបើតែឯងខ្ញុំចាក់អញ្ចឹងបងប្អូនណាអញ្ចឹងអានេះយើងតែឯងបងប្អូនណាអត់ដឹងថាកម្ម YouTube បែនអត់ទេចង់បញ្ជាក់បងប្អូនជួយមួយទៀតការចាក់ថ្នាំបងប្អូនចាក់ខាងនេះហើយនៅខាងនេះកុំចាក់តែមួយខាងចាក់សងខាងបងប្អូនណាចាក់សងខាងហើយនេះប៉ុណ្ណឹងបងប្អូនណាយើងចាក់ថ្នាំវាហើយចាំមើលមកស្អែកវាមិនដែរវាគាត់តែក្តៅខ្លួនបងប្អូនក្តៅខ្លួនអត់សូវស៊ីចំណីប៉ុន្តែបើនិយាយថ្លាល្ងាវអីទៅផ្ទះស្លាប់អីធម្មតាយើងតាមដានវាពីចំណុចដំបងហ្នឹងហើយកុំទុកវាតធ្ងន់តែកណាធ្ងន់យើងបាក់ជាបាល់វាហើយណាហើយសម្រាប់វីដេអូនេះពេលចាក់ថ្នាំប្រហែលជាខ្ញុំដាក់ sticker អីមួយបិទពីលើហើយឬក៏ដាក់ព្រិលហើយដើម្បីកុំឲ្យក្រុមហ៊ុនវាបែនវីដេអូខ្ញុំណាហើយសម្រាប់បងប្អូនណាដែលបើសិនជាមានចងល់តាក់ទងទៅនឹងព្យាបាលមកបងប្អូនអាចសាកសួរខ្ញុំបានអាការៈដំបងក្តៅខ្លួនស្អករៀងក្រេកក្រកំពងកវារៀងក្រតផ្ដាសាយហៀសបោហើមមុខអានេះធ្ងន់ណាស់ចាប់ដើមមកសបោស្អុយសបោអីទៅចាប់ដើមធ្ងន់ធ្ងរហ្នឹងអញ្ចឹងអាដំបងគឺវាក្តៅខ្លួននេះឯងបងប្អូនអាការៈដំបងគឺក្តៅខ្លួននេះហើយអញ្ចឹងបងប្អូនតាមដានលើពីក្តៅខ្លួននេះទៅខ្ញុំមើលមន់ត្រង់ខ្ញុំកម្រមានឈឺណាបើគិតទៅ2ឆ្នាំបងប្អូនអត់ដែរឈឺទេខ្ញុំ2ឆ្នាំនេះគឺមិនដែរឈឺទេអត់ដែរទុកវាធ្ងន់យើងមើលវាពីភ្លាមទៅបងប្អូនអញ្ចឹងថ្ងៃនេះខ្ញុំចែករំលែកប៉ុណ្ណឹងហើយអាកាសធាតុវារោនឹងភ្លៀងទៀតបងប្អូនអរគុណចាស់បងប្អូនជម្រាបលា